คนតម្លៃក្រុមហ៊ុនរួមទី1គឺតើតើភាពស្មោះត្រង់អញ្ចឹងយើងទៀមទីឲ្យបានថាពេលដែលយើងជ្រើសរើសបុគ្គលិកចូលមកធ្វើការនៅក្រុមហ៊ុនយើងពួកគាត់មានគុណតម្លៃទាំងនោះហើយយើងនឹងបន្តពង្រឹងគុណតម្លៃទាំងនោះសម្រាប់រាល់ការធ្វើការរបស់គាត់ប្រចាំថ្ងៃដើម្បីធ្វើម៉េចធានាឲ្យបានគុណភាពសេវាហ្នឹងគឺចេញទៅទោះបីជាមនុស្សដែលផ្ដល់សេវាហ្នឹងផ្សេងគ្នាក៏ដោយតែចេញពី HR ឯងទៅឲ្យវាមានគុណភាពហ្នឹងស្តង់ដាររួមចា៎អញ្ចឹងសម្រាប់គុណតម្លៃទី2គឺតាក់ទងនឹងចាជំរាបសួរទូរទស្សនិកជនទាំងអស់គ្នាជាទីមេត្រីចាសូមស្វាគមន៍មកកាន់កម្មវិធីវេទិកាធុរកិច្ចរបស់ទូរទស្សន៍សភាពាណិជ្ជកម្មកម្ពុជាចានៅក្នុងកម្មវិធីវេទិកាធុរកិច្ចនាងខ្ញុំម៉ារីតែងតែនាំជូនលោកអ្នកទស្សនានៅបណ្ដាសក្តានុពលផលិតផលនានាក៏ដូចជាសេវាកម្មទាំងអស់ចារបស់ម្ចាស់អាជីវកម្មក៏ដូចជាធុរជនល្បីដែលប្រកបដោយបទពិសោធន៍ចំណេះដឹងនិងជំនាញដែលតាមរយៈការចែករំលែកបទពិសោធន៍នៅក្នុងកម្មវិធីវេទិកាធុរកិច្ចទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនានឹងទទួលបាននូវព័ត៌មានធុរកិច្ចសំខាន់ចាដែលអាចសម្រួចនៅអាជីវកម្មរបស់លោកអ្នកឲ្យឈានទៅមុខចាក៏ដូចជាការអភិវឌ្ឍឲ្យស្របទៅនឹងបច្ចុប្បន្នភាពនិងពេលអនាគតផងដែរចាពីកម្មវិធីទូរទស្សន៍សភាពាណិជ្ជកម្មកម្ពុជាក៏តែងតែបានផ្ដល់ឱកាសចាជូនទៅដល់ម្ចាស់អាជីវកម្មទាំងអស់ចាដែលចង់បង្ហាញពីសក្តានុពលផលិតផលឬក៏សេវាកម្មនានាដើម្បីឲ្យផ្សព្វផ្សាយកាន់តែទូលាយក្នុងការជំរុញទីផ្សារទាំងក្នុងនិងក្រៅប្រទេសក៏អាចអញ្ជើញចូលរួមនៅក្នុងកម្មវិធីវេទិកាធុរកិច្ចរបស់ទូរទស្សន៍សភាពាណិជ្ជកម្មបានផងដែរចាទូរទស្សន៍សភាពាណិជ្ជកម្មកម្ពុជាបណ្ដុំនៅព័ត៌មានធុរកិច្ចឈានមុខគេនៅក្នុងប្រទេសកម្ពុជាចាទូរទស្សនិកជនជាទីមេត្រីនៅក្នុងសប្តាហ៍នេះចានាងខ្ញុំមានកិត្តិយសនឹងនាំជូនលោកអ្នកទស្សនានៅក្រុមហ៊ុនមួយចាដែលឈានមុខគេនៅក្នុងការប្រឹក្សាធនធានមនុស្សក៏ដូចជាការជ្រើសរើសបុគ្គលិកចាដែលប្រកបដោយជំនាញវិជ្ជាជីវៈនិងបទពិសោធន៍ច្រើនឆ្នាំកន្លងមកដែលបានផ្ដល់នៅគេហៅថាធនធានមនុស្សចានៅក្នុងប្រទេសកម្ពុជាយើងនឹងជាច្រើនឆ្នាំកន្លងមកហើយចាអញ្ចឹងជាការពិតណាស់ទូរទស្សនិកជនគេហៅថាធនធានមនុស្សគឺជាកត្តាស្នូលមួយចារបស់ក្រុមហ៊ុនឬក៏អាជីវកម្មរបស់យើងព្រោះថាมันអាចខ្វះធនធានមនុស្សបានទេអញ្ចឹងខ្ញុំចង់សួរថាតើលោកអ្នកធ្លាប់មានបញ្ហានៅក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាពដែរឬទេចាច្បាស់ជាអ្នកខ្លះគាត់ថាពិបាកណាស់ក្រុមហ៊ុនមួយចំនួនមានបុគ្គលិកចេញហើយចូលហើយចេញតើមកពីហេតុអីចានឹងមួយទៀតតើនិន្នាការនៅក្នុងឆ្នាំ2025នេះថាតើវិស័យការងាររបស់យើងយ៉ាងណាដែរចាហើយនឹងមួយទៀតដែរសម្រាប់ក្រុមហ៊ុន HR in Cambodia ចាតើក្រុមហ៊ុនមួយនេះទីទៀតនាងខ្ញុំនឹងជម្រាបជូន full ចាគឺឈ្មោះពេញតែម្ដងតើក្រុមហ៊ុនមួយនេះបានចូលរួមចំណែកជួយដោះស្រាយចាជួយសម្រួលចានឹងធ្វើមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់អាជីវកម្មរបស់លោកអ្នកហើយបន្ថែមពិសេសជាងនេះទៅទៀតមិនថាម្ចាស់អាជីវកម្មដែលគាត់កំពុងតែស្វែងរកបុគ្គលិកប្រកបដោយធនធានមនុស្សចាប្រកបដោយសក្តានុពលក្នុងការបម្រើការងារទេអស់អ្នកចាដែលកំពុងតែស្វែងរកការងារធ្វើនោះក៏អាចទស្សនានៅក្នុងកម្មវិធីនេះបានផងដែរចាដូច្នេះសូមកុំរំលងចានៅកិច្ចសម្ភារពិសេសថ្ងៃនេះចាដូច្នេះនៅក្នុងកម្មវិធីវេទិកាធុរកិច្ចសប្តាហ៍នេះនាងខ្ញុំនឹងនាំជូនលោកអ្នកឲ្យស្គាល់នៅក្រុមហ៊ុនមួយគឺក្រុមហ៊ុន HRINC Cambodia Co Ltd ដែលយើងអាចហៅកាត់ថា HR in Cambodia ចាដែលវាគ្មិនកិត្តិយសនៅក្នុងសប្តាហ៍នេះគឺយើងមានកិត្តិយសចាដែលបានអញ្ជើញចាលោកស្រីសុយសុខាចាដែលលោកស្រីសុយសុខាគឺជាសហនាយិកាក្រុមហ៊ុន HRINC Cambodia ទទួលបន្ទុកសេវាជ្រើសរើសបុគ្គលិកចាលោកស្រីបានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសប្តាហ៍នេះចាសូមស្វាគមន៍វត្តមានលោកស្រីសុយសុខាចាជំរាបសួរចាជំរាបសួរអរគុណអនុញ្ញាតឲ្យនាងខ្ញុំអាចហៅបងសុខាដើម្បីឲ្យស្និទ្ធស្នាលនៅក្នុងការជជែកគ្នាណាបងចាហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណចាដែលបងបានផ្ដល់កិត្តិយសឲ្យនាងខ្ញុំបានធ្វើកិច្ចសម្ភាសន៍ជាមួយបងថ្ងៃនេះហើយនៅថ្ងៃនេះដូចនាងខ្ញុំបានបើកក្បាលកម្មវិធីមិនអញ្ចឹងគឺថាអ្វីដែលជាចម្ងល់ចារបស់ទស្សនិកជនជាពិសេសអ្នកដែលគាត់ជ្រើសរើសបុគ្គលិកទៅចាហើយម្យ៉ាងទៀតថាតើក្រុមហ៊ុន HR in Cambodia របស់បងនេះអាចជួយសម្រួលឬក៏ផ្ដល់អត្ថប្រយោជន៍អីខ្លះចាជូនទៅដល់ម្ចាស់អាជីវកម្មឬក៏ស្ថាប័ននានាចាអញ្ចឹងបងនឹងបកស្រាយប៉ុន្តែមុននឹងបកស្រាយខ្ញុំចង់ឲ្យបងជួយណែនាំខ្លួនទៅកាន់ភ្ញៀវកិត្តិយសក៏ដូចជាទូរទស្សនិកជនដែលកំពុងតាមទស្សនាចាសូមជឿចាសូមជម្រាបសួរចានាងខ្ញុំឈ្មោះសុយសុខាមកពីក្រុមហ៊ុន HR INC Cambodia ហៅកាត់ថា HR in Cambodia មានកិត្តិយសមែនទែនដែលបានផ្ដល់កិច្ចសម្ភាសន៍ជាមួយនឹងទូតសភាពាណិជ្ជកម្មកម្ពុជាថ្ងៃនេះចាប្រវត្តិខ្លីៗរបស់នាងខ្ញុំគឺនាងខ្ញុំចេញពីសាលានៅ
នៅភ្នំពេញហើយបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសរយៈពេល3ឆ្នាំត្រឡប់មកវិញខ្ញុំចូលបម្រើការងារនៅក្រុមហ៊ុន HR INC Cambodia នេះគិតមកដល់សប្តាហ៍ថ្ងៃនេះគឺ20ឆ្នាំចាហើយក្នុងអាជីពការងារហ្នឹងអត់មិនជាផ្លាស់ប្ដូរបានទេគឺក្នុងការគ្រប់គ្រងនិងជ្រើសរើសបុគ្គលិករហូតមកដល់សប្តាហ៍ថ្ងៃចាអញ្ចឹងមានសេចក្តីរីករាយមែនទែនដែលមានឱកាសក្នុងការចែករំលែកពីសេវាអ្វីដែលយើងផ្ដល់ទៅអតិថិជនក៏ដូចជាស្រាយចម្ងល់មួយចំនួនដែលវិធីការនេះយើងមានជាសំណួរសម្រាប់ថ្ងៃនេះចាសូមអរគុណចាចាអញ្ចឹងឃើញថាបងមានបទពិសោធន៍20ឆ្នាំបងអញ្ចឹង20ឆ្នាំគឺពីទូសម្បត្តិច្រើនណាស់ចាអញ្ចឹងថ្ងៃនេះបងនឹងចែករំលែកពីបទពិសោធន៍បងក៏ដូចជាថាតើក្រុមហ៊ុន HR in Cambodia នឹងបានចូលរួមសកម្មភាពអ្វីខ្លះនៅក្នុងសង្គមហើយក៏ដូចជាជួយសម្រួលនិងផ្ដល់អត្ថប្រយោជន៍អីខ្លះជូនទៅដល់ម្ចាស់អាជីវកម្មក៏ដូចជាស្ថាប័ននានាព្រោះថាជាកន្លែងមួយដែលចម្រាញ់ចាចម្រាញ់នៅធនធានមនុស្សព្រោះបងមានបទពិសោធន៍ក្នុងការជ្រើសរើសថាតើត្រូវជ្រើសរើសយ៉ាងម៉េចយ៉ាងម៉េចទេណាព្រោះដូចជាខ្ញុំបានជំរាបជូនអញ្ចឹងកន្លែងខ្លះបុគ្គលិកចេញចូលហើយចេញបម្រើការមិនបានច្រើនឆ្នាំទេអញ្ចឹងថាតើនៅក្នុងនេះខ្ញុំឲ្យបងជួយចែករំលែកនៅប្រវត្តិបន្តិចពីព្រោះថា20ឆ្នាំហើយបងចាអញ្ចឹងបងអាចជួយសង្ខេបឬក៏ជម្រាបជូននៅប្រវត្តិរបស់ក្រុមហ៊ុនរបស់បងចាសៅដែរចាបฏิបានហ្នឹងហើយសម្រាប់ក្រុមហ៊ុនយើងខ្ញុំបង្កើតឡើងដោយស្ថាបនិកជាជនជាតិបរទេសគាត់សញ្ជាតិ2សញ្ជាតិអាហ្វ្រិកខាងត្បូងមួយហើយនិងអ៊ីតាលីមួយគាត់ឈ្មោះថា Alessandra D'Amico ចាគាត់អញ្ជើញមកស្រុកខ្មែរយើងឆ្នាំ2001ហើយគាត់ចាប់អាជីពក្នុងការងារជាផ្នែកប្រឹក្សាយោបល់ធនធានមនុស្សដែរក៏ដូចជាបរិញ្ញាបត្រជាភាសាអង់គ្លេសចាហើយគាត់មើលឃើញថាពេលធ្វើការក្នុងវិស័យហ្នឹងទៅគាត់ឃើញវិស័យហ្នឹងទៅទុនខ្សោយសម័យហ្នឹងអញ្ចឹងចាហើយគាត់សង្កេតឃើញថាសំខាន់ណាតែវិស័យត្រួតត្រងខាងទុនធានមនុស្សបើសិនជាវិស័យនឹងទុនខ្សោយគឺវិស័យផ្សេងក៏ពិបាកព្រោះវិស័យហ្នឹងគឺត្រួតត្រងឲ្យវិស័យផ្សេងចាអញ្ចឹងគាត់គិតថាគាត់ចង់ធ្វើការងារខាងផ្នែកហ្នឹងផ្ដល់ជាសេវាកម្មជាក្រុមហ៊ុនមួយរបស់ខ្លួនឯងអញ្ចឹងណាចាអញ្ចឹងគាត់បង្កើតឡើងនៅឆ្នាំ2005ហើយពេលហ្នឹងគឺជាឆ្នាំដែលពួកខ្ញុំ3នាក់នៅលើ stand ហ្នឹងគឺចូលរួមជាមួយគាត់ចាហើយជាបុគ្គលិកដំបូងហើយក្នុងបេសកកម្មមួយគឺចង់ធ្វើម៉េចឲ្យកម្រិតស្តង់ដារនៃការគ្រប់គ្រងធនធានមនុស្សហ្នឹងវាមានការប្រសើរឡើងមួយកម្រិតហើយចូលរួមមួយចំណែកក្នុងសង្គមសេដ្ឋកិច្ចយើងហ្នឹងដើម្បីឲ្យធ្វើម៉េចបានរកបុគ្គលិកឲ្យកាន់បណ្ដាក្រុមហ៊ុនហ្នឹងឲ្យមានប្រសិទ្ធភាពហើយជួយរកការងារដល់អ្នកស្វែងរកការងារទូទៅផងដែរចាអញ្ចឹងមុនដំបូងការចេញពីគំនិតផ្ដួចផ្ដើមរបស់ founder របស់យើងមួយដែរដែលគាត់ជាគ្រូបង្រៀនដែរធម្មតាគ្រូបង្រៀនគាត់មានទស្សនវិស័យវែងឆ្ងាយណាហើយរបៀបនៅក្នុងការបង្រៀនឬក៏បង្កើតនៅធនធានមនុស្សគឺគាត់នឹងឯងចាប៉ុន្តែមាន founder 3នាក់ទៀតនៅលើ stand របស់យើងនឹងចាអញ្ចឹងគឺមានបងសុខានៅក្នុងនឹងដែរអញ្ចឹងនៅក្នុងនេះនាងខ្ញុំចង់ដឹងអំពីបេសកកម្មឬក៏ទស្សនវិស័យបន្ថែមទៀតអញ្ចឹងណាបងថាតើមានសេវាកម្មអីខ្លះបច្ចុប្បន្ននេះព្រោះតាំងពីយូររហូតដល់នេះណាបងបេសកកម្មអ្វីខ្លះទស្សនវិស័យអ្វីខ្លះមានសេវាកម្មអីខ្លះបងចានិយាយរួមពេលបង្កើតដំបូងទស្សនវិស័យរបស់យើងទស្សនវិស័យយើងមកដល់សប្តាហ៍នេះខ្ញុំនិយាយជាពីរផ្នែកផ្នែកដំបូងពេលយើងបង្កើតឡើងយើងបុគ្គលិក 4-5 នាក់អីអញ្ចឹងណាអញ្ចឹងយើងគិតថាវិស័យនោះនៅទុនខ្សោយអញ្ចឹងយើងចង់ជាកន្លែងក្រុមហ៊ុនមួយតែមួយកន្លែងទេពេលក្រុមហ៊ុនគេចូលមកពីក្រៅស្រុកក៏ដោយឬក៏ក្រុមហ៊ុននៅក្នុងស្រុកក៏ដោយគេត្រូវការរកសេវាតាក់ទងនឹងធនធានមនុស្សយើងមានមកកញ្ចប់ចាមកកញ្ចប់អញ្ចឹងមកកញ្ចប់បានន័យថាម៉េចបានន័យថាមកដល់ដំបូងបើសិនជាគេត្រូវការរកបុគ្គលិកយើងផ្ដល់ជូនសេវាជ្រើសរើសបុគ្គលិកចាហើយបើសិនជាគេថាឥឡូវខ្ញុំនៅរៀងថ្មីខ្ញុំអត់មានផ្នែកជំនាញក្នុងការគ្រប់គ្រងទេខ្ញុំចង់បានសេវាបែបជួលបុគ្គលិកឲ្យខ្ញុំហើយនឹងគ្រប់គ្រងបុគ្គលិកឲ្យខ្ញុំអាហ្នឹងក៏យើងមានយើងហៅថាសេវាជួលហើយនឹងគ្រប់គ្រងបុគ្គលិកឬក៏ភាសាអង់គ្លេសហៅថា outsourcing service ចាអញ្ចឹងបន្តមកទៀតគាត់ថាឥឡូវត្រូវធ្វើម៉េចដើម្បីឲ្យបុគ្គលិកដែលធ្វើការហ្នឹងវាមានលក្ខណៈអនុលោមភាពទៅតាមច្បាប់ពេលខ្លះទៀតគាត់ថាគាត់ជួលបានក៏ប៉ុន្តែរឿងបើកប្រាក់ខែហើយនឹងច្បាប់ការងារហ្នឹងក៏អត់សូវមានជំនាញចាអញ្ចឹងពេលហ្នឹងយើងក៏មានសេវាហ្នឹងដែរក្នុងគណៈដែលគាត់ធ្វើខ្លួនឯងគាត់មានការគ្រប់គ្រងបុគ្គលិកខ្លួនឯងជួលខ្លួនឯងតែគាត់ឲ្យយើងបើកប្រាក់ខែឲ្យចាឲ្យយើងប្រកាសពន្ធប្រាក់ខែជូនចាអាហ្នឹងក៏យើងធ្វើហើយក្រៅពីហ្នឹងគឺមានសេវាផ្សេងទៀតដែលត្រួតត្រងទៅនឹងធុរកិច្ចក្រុមហ៊ុនហ្នឹងគឺយើងមានចាចឹងគេថាមួយ complain មកបងនៅក្នុងហ្នឹងចាតែតទៅពេលមកដល់10ឆ្នាំចុងក្រោយនេះទស្សនវិស័យយើងទៅមកកម្រិតទៀតបានន័យថាយើងចង់ធ្វើម៉េចអ្វីដែលយើងផ្ដល់ឲ្យបានល្អមួយកម្រិតនៅក្នុងប្រទេសកម្ពុជាហើយហ្នឹងយើងចង់យកទៅប្រទេសក្នុងបណ្ដាប្រទេសអាស៊ានអញ្ចឹងទស្សនវិស័យយើងចុងក្រោយនេះគឺយើងចង់ក្លាយជាចង់និយាយថាអ្នកផ្ដល់សេវាផ្នែកធនធានមនុស្សដ៏ឈានមុខមួយដែលផ្ដល់នៅតម្លៃបន្ថែមល្អសម្រាប់អតិថិជនហើយនឹងទទួលបានការទទួលស្គាល់ពីអតិថិជនអំពីសេវាយើងទៅកាន់ប្រទេស
nơi đồng bọnអាស៊ានផងដែរចាចាអញ្ចឹងឃើញថាមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាយើងទេប៉ុន្តែនៅពេលរីកទៅដល់ប្រទេសអាស៊ានអញ្ចឹងប្រទេសអាស៊ានមានច្រើនប្រទេសនៅក្នុងនឹងទៀតចាប៉ុន្តែអ្វីដែលសំខាន់ដែលនាងខ្ញុំចាប់បាននោះមានថាបើភាសាអង់គ្លេសគេហៅថា all in one បើភាសាខ្មែរថាចូលទៅក្រុមហ៊ុនតែមួយគឺមានគ្រប់សេវាកម្មទាំងអស់ពីព្រោះថាអាជីវកម្មរបស់យើងក៏ស្ថាប័ននានាសំខាន់ណាស់ក្នុងការគ្រប់គ្រងបុគ្គលិកចាក៏ដូចជាប្រកាសពន្ធប្រកាសអីផ្សេងហ្នឹងហើយនឹងរបៀបដែលធ្វើយ៉ាងម៉េចឲ្យបុគ្គលិកហ្នឹងគាត់មានសក្តានុពលឬក៏មានឆន្ទៈក្នុងការបំពេញកិច្ចការងារប្រកបដោយគុណភាពចាគឺសំខាន់មែនទែនចាខ្ញុំអាចនឹងសុំបន្ថែមបងបន្តិចដោយសារមិញហ្នឹងខ្ញុំខ្វះកន្លែងបេសកកម្មចាអញ្ចឹងថាតែយើងធ្វើកិច្ចការទាំងអស់ហ្នឹងឯទស្សនវិស័យយើងហ្នឹងយើងធ្វើដោយរបៀបមិនជាបេសកកម្មយើងជាប្រចាំណាអញ្ចឹងបេសកកម្មយើងធំសំខាន់គឺទី1គឺបុគ្គលិកដែលយើងខាងក្នុងជាអ្នកផ្ដល់សេវាហ្នឹងត្រូវតែមានគុណភាពនិងគុណវុឌ្ឍិក្នុងការផ្ដល់សេវាកម្មជូនអតិថិជនទី2គឺប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សរបស់យើងដោយសារកលានុវណ្ណភាពក៏ដូចជាវិវឌ្ឍនភាពនៃប្រទេសសេដ្ឋកិច្ចទាំងមូលបានន័យថាទៅជាប្រព័ន្ធ digital អស់ហើយអញ្ចឹងដើម្បីយើងផ្គត់ផ្គង់សេវាបានទាំងនៅក្នុងស្រុកក៏ដូចជាទាំងនៅក្នុងបណ្ដាប្រទេសផ្សេងទៀតក្រៅពីប្រទេសខ្មែរយើងតើតើមានចាំបាច់ណាប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិកហ្នឹងចាអញ្ចឹងបេសកកម្មយើងគឺធ្វើម៉េចធានាឲ្យបានថាពីរនឹងដើរទន្ទឹមគ្នាបុគ្គលិកល្អបុគ្គលិកមានជំនាញផ្ដល់សេវាកម្មដែលយើងមានប្រព័ន្ធគ្រប់គ្រងមួយដែលមានប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សនឹងឯងចាដូច្នេះឃើញថាធនធានមនុស្សគឺជាកត្តាមួយដែលសំខាន់ចាំបាច់បំផុតសម្រាប់អាជីវកម្មក៏ដូចជាស្ថាប័ននានានៅក្នុងនោះបងមានប្រសាសន៍ថាមានគុណភាពហើយគុណវុឌ្ឍិទៀតចាដើម្បីធ្វើម៉េចយើងដូចជាចម្រាញ់នៅគេហៅថាធនធានមនុស្សប្រកបដោយសក្តានុពលចាអញ្ចឹងឃើញថានៅក្នុងក្រុមហ៊ុន HR in Cambodia គឺបានសម្រិតសម្រាំងក៏ដូចជាមានគ្រប់សេវាកម្មទាំងអស់នៅក្នុងនឹងប៉ុន្តែនេះខ្ញុំចង់ដឹងពីលក្ខណៈពិសេសបន្តិចទៀតណាពីព្រោះថាក្រុមហ៊ុនមកដល់ពេលបច្ចុប្បន្ននេះព្រោះក្រុមហ៊ុនបងគឺចង់និយាយថាគឺជាក្រុមហ៊ុនសឹងតែដំបូងគេបំផុតណានៅក្នុងប្រទេសកម្ពុជាយើង20ឆ្នាំជាងហើយតែក្រោយមកដោយសារតែឃើញបញ្ហានឹងកើតឡើងណាបងឃើញមានក្រុមហ៊ុនមួយចំនួនក៏គាត់ចាប់ដើម recruit បុគ្គលិកដែលជ្រើសរើសបុគ្គលិកធ្វើមិនអីមិនព្រោះអ្នកខ្លះចេញចូលហើយចេញមិនទៅជាបម្រើការងារនៅក្នុងយូរទេអញ្ចឹងថាតើក្រុមហ៊ុនរបស់បងនោះមានលក្ខណៈពិសេសយ៉ាងម៉េចដែរចាឲ្យប្លែកពីថាក្រុមហ៊ុនផ្សេងៗណាបងលក្ខណៈពិសេសដាច់គេចាសម្រាប់លក្ខណៈពិសេសខ្ញុំគិតថាកត្តាធនធានមនុស្សសំខាន់មែនតើចង់និយាយថារបៀបធ្វើការចង់យើងអាចមានសេវាដូចគ្នាយើងអាចមានប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយយ៉ាងម្នាក់ក៏ប៉ុន្តែសំខាន់សួរថាអ្នកណាជាអ្នកផ្ដល់សេវានោះដល់អតិថិជនអញ្ចឹងខ្ញុំចាត់ទុកថាកត្តាបុគ្គលិកនេះកត្តាសំខាន់មែនទែនសម្រាប់ជាកត្តាជោគជ័យសម្រាប់ក្រុមហ៊ុនពួកយើងអញ្ចឹងណាអញ្ចឹងបេសកកម្មមិញខ្ញុំនិយាយលើពីចំណុចសំខាន់ពីរក្នុងនោះមានបុគ្គលិកមួយអញ្ចឹងការថែទាំបុគ្គលិកបានន័យថាមិនថែទាំយ៉ាងម៉េចថែទាំនៅការអភិវឌ្ឍខ្លួនរបស់គាត់ធានាថាគាត់យល់ដឹងថាស្តង់ដារមួយដែលយើងចង់ផ្ដល់អតិថិជននឹងមានលក្ខណៈបែបម៉េចវាឆ្លើយតបនឹងគុណតម្លៃក្រុមហ៊ុនរួមយ៉ាងដូចម្ដេចអញ្ចឹងគុណតម្លៃរួមរបស់យើងសប្តាហ៍នេះគឺយើងមាន5ដោយសារយើងមានធ្វើការជាមួយនឹងទិន្នន័យរបស់បុគ្គលណាចាអញ្ចឹងតើតើនឹងព័ត៌មានរបស់គេផ្ទាល់ខ្លួនដូចជាប្រវត្តិរូបសង្ខេបគេតើតើព័ត៌មានប្រាក់ខែរបស់គេអញ្ចឹងសិតតែព័ត៌មានបុគ្គលអញ្ចឹងគុណវុឌ្ឍិសំទោសតើតើនឹងគុណតម្លៃក្រុមហ៊ុនរួមទី1គឺតើតើនឹងភាពស្មោះត្រង់អញ្ចឹងយើងទាមទារឲ្យបានថាពេលដែលយើងជ្រើសរើសបុគ្គលិកចូលមកធ្វើការនៅក្រុមហ៊ុនយើងពួកគាត់មានគុណតម្លៃទាំងនោះហើយយើងនឹងបន្តពង្រឹងគុណតម្លៃទាំងនោះសម្រាប់រាល់ការធ្វើការរបស់គាត់ប្រចាំថ្ងៃដើម្បីធ្វើម៉េចធានាឲ្យបានគុណភាពសេវាហ្នឹងគឺចេញទៅទោះបីជាមនុស្សដែលផ្ដល់សេវាហ្នឹងផ្សេងគ្នាក៏ដោយតែចេញពី HR ទៅឲ្យវាមានគុណភាពហ្នឹងស្តង់ដាររួមចា៎អញ្ចឹងសម្រាប់គុណតម្លៃទី2គឺតាក់ទងនឹងភាពទុកចិត្តបានសំខាន់មែនតើចា៎ភាពទុកចិត្តបានអញ្ចឹងយើងធ្វើការជាមួយអតិថិជនក៏គាត់ជាបុគ្គលដែរអញ្ចឹងការទំនាក់ទំនងរបស់យើងការផ្ដល់ព័ត៌មានរបស់យើងការចេះសួរនាំការគោរពពេលវេលាការសន្យាឲ្យធ្វើតាមសន្យាទាំងអស់នោះគឺសំខាន់គាត់ត្រូវមានគុណតម្លៃនឹងក្នុងការផ្ដល់សេវាកម្មចំណែកឯទី3យើងមាន5ចាទី3គឺតាក់ទងនឹងនវានុវត្តន៍អញ្ចឹងបានន័យថារាល់ដំណោះស្រាយឬក៏ការធ្វើការងារយើងអត់ចង់ថាយើងមាន process បងចង់និយាយថា1 2 3អញ្ចឹងគាត់ធ្វើតែប៉ុណ្្នឹងឯង
គាត់ត្រូវពេលដែលធ្វើនោះសង្កេតថាអូអតិថិជនខ្ញុំនេះខុសពីអតិថិជនមុនយ៉ាងម៉េចគាត់មានលក្ខណៈយ៉ាងម៉េចដែលខ្ញុំត្រូវធ្វើអីសម្រាប់គាត់ដើម្បីឆ្លើយតបនឹងតម្រូវការគាត់ជាក់លាក់អញ្ចឹងអាភាពច្នៃប្រឌិតក្នុងការរកដំណោះស្រាយក្នុងការផ្ដល់ជាយោបល់ក្នុងការអីហ្នឹងគឺយើងចាំបាច់មែនទែនហើយជាពិសេសមួយទៀតនវានុវត្តឬក៏ភាពច្នៃប្រឌិតទៅលើអីធ្វើការរាល់ថ្ងៃឲ្យគាត់ចេះសង្កេតថាធ្វើម៉េចឲ្យល្អជាងម្សិលមិញហើយធ្វើម៉េចឲ្យវាមានប្រសែសដែលខ្លីជាងម្សិលមិញឬក៏កន្លងទៅដើម្បីធ្វើម៉េចឲ្យមានការប្រកួតប្រជែងដោយបងឆ្លើយតបសំណួរបងអញ្ចឹងណាថាការប្រកួតប្រជែងគឺតែងតែមានឥតឈប់ឈរចាអញ្ចឹងគឺសំខាន់ចំណែកទី4វិញគឺតកតងនឹងការរៀនឥតឈប់ឈរអញ្ចឹងការរៀនឥតឈប់ឈរកន្លែងនេះគឺបានន័យថាទី1កំហុសយើងមិនថាមិនឲ្យមានតតែសោះទេមានព្រោះអីកំហុសគឺជាចង់និយាយថាម៉េចប្រភពនៃការរៀនដ៏សំខាន់ព្រោះអីពេលដែលយើងមានកំហុសហើយយើងរៀនពីកំហុសគឺយើងចាំមួយជីវិតចាតែយើងអត់ឲ្យ repeat កំហុសឬក៏ធ្វើខុសដដែលច្រើនទេចាអញ្ចឹងបានន័យថាទី1រៀនពីកំហុសខ្លួនឯងទទួលស្គាល់ថាវាជាកំហុសបានយើងរៀនចេះចាទី2គឺបន្តការរៀនឥតឈប់ឈរព្រោះអីពីវត្តទៅមុខហ្នឹងយើងអត់អាចថាយើង20ឆ្នាំមុនយើងចេះប៉ុណ្ណឹងយើងនៅតែចេះប៉ុណ្ណឹងយើងត្រូវតែបន្តរៀនខ្លួនឯងផងក្រុមហ៊ុនដាក់ឲ្យហ្នឹងយើងចូលរួមរៀនសកម្មផងចាចំណែកចុងក្រោយវិញគឺតកតងនឹងការចូលរួមចំណែកក្នុងការបង្កើតជាលទ្ធផលការងារចាអញ្ចឹងបង្កើតលទ្ធផលការងារដោយខ្លួនឯងផងចូលរួមចំណែកជាក្រុមផងហើយចូលរួមចំណែកក្នុងសង្គមផងគឺយើងចង់ឲ្យគាត់នឹងមានគុណតម្លៃហ្នឹងអញ្ចឹងបើសិនជាអ្នកណាដែលមានគុណតម្លៃទាំង5ហ្នឹងហើយគាត់joinជាមួយយើង select គាត់ join ជាមួយយើងហើយយើងបន្តពង្រឹងគុណតម្លៃហ្នឹងធានាថាពេលដែលគាត់ផ្ដល់សេវាកម្មទៅអតិថិជនគាត់ផ្ដល់ដោយគុណតម្លៃទាំង5ហ្នឹងហើយចំណុចហ្នឹងគឺខ្ញុំគិតថាវាមិនសាប្រលៀបណាចង់និយាយថាបុគ្គលិកខ្ញុំក៏មានអ្នកឈប់ដែរតែជាទូទៅ3ទៅ5ឆ្នាំគាត់នៅជាមួយយើងហើយបើបុគ្គលិកថ្នាក់ដឹកនាំគឺមានតែ10ឆ្នាំជាមធ្យមណាតោះអញ្ចឹងខ្ញុំគិតថាគុណតម្លៃហ្នឹងគឺចាក់ស្រេះបន្តពីជំនាន់មួយទៅជំនាន់មួយហើយសម្រាប់អតិថិជនគឺគាត់មានអារម្មណ៍ថាខ្ញុំក៏ដូចជាអតិថិជនដែរកុំឲ្យនិយាយមួយអ្នកនេះបានសេវាអញ្ចេះនិយាយមួយអ្នកនោះបានសេវាអញ្ចឹងអញ្ចឹងគាត់ថាដូចជាមានអារម្មណ៍ថាអត់ទុកចិត្តចាហើយចំណុចសំខាន់ទី1តែចំណុចសំខាន់ទី2នោះគឺតកតងនឹងបច្ចេកវិទ្យាបងចង់និយាយថាបច្ចេកវិទ្យាហ្នឹងយើងត្រូវតែតាមឲ្យទាន់តាមឲ្យជិតស្និទ្ធហើយនឹងធ្វើម៉េចដើម្បីឆ្លើយតបគ្រប់គ្រងព័ត៌មានគេឲ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយចាអញ្ចឹងគឺផ្ដល់ដោយប្រសិទ្ធភាពហើយមានភាពរហ័សអភិវឌ្ឍទៅមុខតទៀតចាហ្នឹងអញ្ចឹងបើតាមស្ដាប់ប្រសាសន៍របស់បងមកមានន័យថាក្រុមហ៊ុន HR in Cambodia គឺបានត្រៀមខ្លួនមិនត្រឹមតែតាំងពីគេហៅបើសិននិយាយភាសាសាមញ្ញណាបងពីជំនាន់មុនចាប៉ុន្តែដឹងថាជំនាន់នេះត្រូវការអីទៀតនេះខ្ញុំអ្វីដែលខ្ញុំចាប់បានគឺបច្ចេកវិទ្យាពីព្រោះថាយើងត្រូវមានបច្ចេកវិទ្យាក្នុងការគ្រប់គ្រងទិន្នន័យដូចបងមានប្រសាសន៍ចាហើយនឹងមួយទៀតគឺថាយើងអភិវឌ្ឍអត់ឈប់ឈរទោះបីជាឥឡូវនេះយើងកំពុងតែនៅនឹងណាបងយើងក៏អាចរៀនពីគ្នាដែរបងតែចាហើយបើយើងនិយាយភាសាសាមញ្ញគឺរៀនហើយរៀនទៀតរៀនមិនចេះឈប់ឈរតែម្ដងចាខ្លះរៀនតាំងពីក្មេងដល់ចាស់ហើយណាចាអញ្ចឹងគឺយើងត្រូវតែអភិវឌ្ឍរហូតអ្វីដែលសំខាន់មួយទៀតនឹងខ្ញុំឃើញក្រុមហ៊ុនរបស់បងភេទបេក្ខឡូគឺច្នៃប្រឌិតពាក្យថាច្នៃប្រឌិតយើងច្នៃអត់ចេះចប់ទេបងមិនអញ្ចឹងចាហើយនឹងអង្កេតនៅអតិថិជនរបស់យើងចាកន្លែងនេះគឺសំខាន់ណាស់ប៉ុន្តែនៅក្នុងនោះបើតាមនេះខ្ញុំដឹងដូចជាបងមានលក្ខណៈពិសេសមួយទៀតដែលព្រោះថាយើងជ្រើសរើសបុគ្គលិកពេលខ្លះយើងមើលតែរាងកាយគាត់ទេប៉ុន្តែពេលខ្លះគេហៅថាឥឡូវហ្នឹងលក្ខណៈស្មារតីបងដូចជាមានសេវាកម្មនឹងមួយទៀតឬក៏យ៉ាងម៉េចដែរបងព្រោះថាអ្នកខ្លះគាត់មើលតែរាងកាយអញ្ចឹងណាស្មារតីរបស់គាត់គេហៅថាអីគេ meditation ដែលខ្ញុំចំណាំលើកឡើងឬក៏ចំណាំនិយាយថាធ្វើអីតិចត្រូវមាន focus មាន meditation តើនៅខាងក្រុមហ៊ុនរបស់បងមានសេវាកម្មដែរទេបងចាយើងកំពុងតែចាប់ផ្ដើមមានមិញហ្នឹងខ្ញុំអត់បានបន្ថែមលើសេវាកម្មខាងបណ្ដុះបណ្ដាលពិសេសជាងគេចាចឹងនិយាយថាទំនាក់បញ្ហាទាំងអស់នៅក្នុងសង្គមហ្នឹងនេះពាក្យរបស់អ្នកទស្សនវិទូគេនិយាយខ្ញុំគាត់និយាយមកនិយាយគឺជាបញ្ហាទំនាក់ទំនងចាអញ្ចឹងបានន័យថារាល់បញ្ហាទាំងអស់កើតឡើងដោយសារទំនាក់ទំនងហើយវិធីដោះស្រាយទៅវិញបើយើងចេះវិធីទំនាក់ទំនងគឺជាដំណោះស្រាយនៅកន្លែងទំនាក់ទំនងនឹងដែរអញ្ចឹងចាហើយសម្រាប់ពួកយើងចង់និយាយថាយើងសម្ភារបុគ្គលិកយើងមានបច្ចេកវិទ្យាហើយក៏ប៉ុន្តែយើងមិនរំលងទេតាក់ទងនឹងមនុស្សទៅមនុស្សចាមនុស្សទៅមនុស្សអញ្ចឹងពេលយើងទៅជែកជាមួយគាត់នឹងយើងមើលបុគ្គលិកលក្ខណៈគាត់យើងមើលការឆ្លើយតបគាត់ទឹកមុខគាត់
dương mơ là cái sai phần này cọt dương ai vì đầm lại ba môi cầm rật há dương xua sầm lúa để cọt trong bánh trăng vì ca kịch bọc cọt rồi mong lực mạnh chẳng á ta dương trong đơn tha dương mình sẽ đáp là tập hò lên thơ ban nữa yes bát rồi cái cha thơ ban ta rồi biết này ca thơ rồi biết này ca kịch bọc cọt ta miên lẹ cái này dạng mệt này hay bên đó ngay để dương thử bật xí chỉ mùi nướng khang ở tây chôn về vừa tây chôn bên nam mà rồi bốc cái lớp quạt miên pha lồng bạc và chôn luôn đây quạt bạc dương tha rồi bị muốn khuôn ấy vì miên bàn hàng trẻ rồi mau bàn hái phơi ca mình bàn dù hái dương trong đơn tha mua là hai nó nơi bị cày mua là hai tại phơi mình bàn dù nó chỉ ấy chẳng dương cho padam lơ cả nâng vô mau bị phía vô mà trên này phải ok nó chỉ trong lịch bàn hàng chẳng cái để dương chuột chỉ mùi bột cô nó dương thử cơ hội khơi thá ca kịch bọc quạt nó nghe ai bật xí chỉ mùi nâng ở với đây chỉ đầm rơi ca bỏ từ từ chôn nọt cuối pe khác phơ ban nọt phơ bán có bàn tay vì thi này ca phơ rồi có đầm nải ca này ca phơ bọc cót hay nâng cô ca luôn bọc to bọc cót đầm lấy to luôn bọc cót vì chỉ cả ta sòng khăn mùi thiết đại dương thở bật xí chỉ mùi nâng côn đầm lấy rồi có vấp bật thò bọc rồng hôn chỉ ở từ từ chôn bỏ đường trà là ngày cái sự đẹp trending to nhưng ai tha ở dương miến thì làm tìm muối đại phơi ai mình nuôi con ai bọc cô để con trâu rùm nứng con ai xanh vô vì ca kịch bọc con tại cái dương kịch tha dương chỉ mình được bài này tại cái dương chỉ diêm phơi luôn chỉ mình được bài mối để dương trăng ở đôi dương rùm lốn tha ca kịch bọc dương là được biệt mây chẳng vẹn đấy cứ dương trong người con trâu rùm máu về nứng con ban là thạp phải chọi từ vĩnh đôi chia tam tất nhóm chỉ toàn mà đá ca kịch bao nhóm bị từ lời đi chẳng á chẳng con anh mơ khơi đã bàn chẳng cả lóng nó đôi chỉ miền tây nhà thoáng đi chẳng á đây con kịch trẻ tập lọc với con hay ro khơi nằm lọt sai mối để cái thôi ca kịch bao con nứng miền lẹ cả nè từ lồng từ lề chiêng muôn rư có bao chấm ho chiêng muôn rư hái với chi cả ta phải cầm nẹt tầm đó bao con không cả lấy thơ ca hay nâng không sủng cung nứng có ai miền ca prai pro từ chỉ là sao chiêng muôn đài chẳng cái tha HR in miền sập rụp tại một đầu hồng bông này xong bay tại cả trade play chặt bỏ qua được có cả kết khơi bị bộc lực lại cả nãy xem cứ miền này không HR in Cambodia chẳng bàn tay dừng ở toàn tên này không vẽ cao dùng ắt thay ti tiệt vòng chẳng từ từ chân chỉ tin này không vẽ ní từ từ sự chọn ban trip ông piประวัติ được có sai và đá bỏក្រុមហ៊ុន HR in Cambodia ក៏ដូចជាសេវាកម្មមួយចំនួនដែលពិសេសនៅក្នុងនេះប៉ុន្តែនៅវគ្គក្រោយទូរទស្សនិកជនទាំងអស់គ្នានឹងបានជ្រាបនៅព័ត៌មានសំខាន់បន្ថែមទៀតដូច្នេះសូមកុំអាលដល់ព័ត៌មានយើងនឹងជួបគ្នាបន្តិចទៀតចានៅក្នុងវគ្គទី2អនុញ្ញាតពេលនេះសូមជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីបន្តិចសិនចា